ះមួយនេះគ្មានសំឡេងអូនហៅរូបថតគ្រួសារធ្វើឲ្យបងឈឺចាប់រាល់ពេលមើលបងធ្លាប់ដើរលេងជាមួយមិត្តភក្តិទីរាល់យប់ទុកអូននៅផ្ទះមើលថែកូនដោយឯកាគិតថាពេលវេលានៅមានច្រើនសម្រាប់គ្រួសារមិនដែលដឹងថាអូនយំស្ទើររាល់រាត្រីពីអូនប្រាប់បងមិនដែលស្ដាប់រហូតថ្ងៃមួយអូននិយាយថាលែងលះគ្នាទៅពេលនោះទៅបេះដូងបងបាក់ខ្ទេចទាំងមូលលែងលះហើយទៅបងដឹងខ្លួនថាខំបាត់បង់ប្រពន្ធធ្លុះនឹងកូនជាទីស្រឡាញ់មិត្តភក្តិដែលធ្លាប់សប្បាយមិនអាចជំនួសគ្រួសារបានឡើយសូវតែការសោកស្ដាយនឹងទឹកភ្នែកហូររាល់ថ្ងៃបងសុំទោសទោះដឹងថាយកពេលហើយបើអាចវិលក្រោយបងនឹងជឿស្រើស្អូនជាមុនគេលែងចោលផ្ទះលែងភ្លេចកូនប្រពន្ធតែថ្ងៃនេះអ្វីហួសពេលអស់ហើយទោះបាយនៅដើរដែរតែគ្មាននៅអង្គុយជុំគ្នាមិនទុកដែលធ្លាប់កក់ក្តៅคล้ายជាស្ងាត់ឈឹងសំឡេងកូនហៅបានៅរួនក្នុងការចងចាំធ្វើឲ្យបងទ្រាំទឹកភ្នែកមិនបាននោះព្រមអ្នកមិនគួររួចតែដើម្បីភាពសប្បាយត្រូវចែកឲ្យតំលៃប្រពន្ធនឹងកូនមុនវ័យទាំងអស់ពេលបាត់បង់ហើយទើបដឹងថាគ្រួសារជាប្រពសម្បត្តិមានតំលៃបងផុតលែងលះហើយទើបបងដឹងថាស្នេហ៍អូនធំប៉ុណ្ណាទើបដឹងថាផ្ទះគ្មានអូនគឺកូនតែជាផ្ទះទទេបងនឹងរស់ជាមួយវិក្ដីសាដីមួយជីវិតនេះព្រោះមិនបានថែនោះណែស្រឡាញ់បងបំផុតបានយ៉ាងណាក៏បងមានគ្រួសារដោយបងគ្ងមានសូមគុំរងចាំដល់ថ្ងៃបាត់បង់ទើបដឹងថាស្រឡាញ់